មានសោកនាដកម្មមួយដ៏រន្ធត់ដែលបានកើតឡើងនៅក្នុងរោងចក្រដែលមានកម្មករប្រុសវ័យក្មេងម្នាក់បានធ្លាក់ទៅចូលក្នុងផ្ទះដែលកំពុងតែពុះហើយហេតុការណ៍នឹងផងដែរគឺបានកើតឡើងនៅក្នុងរដ្ឋមហារាស្ត្រារបស់ប្រទេសឥណ្ឌាដែលមានកម្មករវ័យក្មេងម្នាក់ក៏ផ្លោះស្នៀតធ្លាក់ចូលទៅក្នុងផ្ទះដែលកំពុងពុះដែលផ្ទះហ្នឹងគឺជាផ្ទះដែលគេយកអំពៅយកទៅរំលងគេហៅរំលាយធ្វើជាស្ករហើយអាពេលការហេតុការណ៍ភ្លាមដោយអ្នកនរអគ្នាបានឃើញក្នុងវីដេអូនឹងអញ្ចឹងគឺអ្នកដែលធ្វើការនៅហ្នឹងគឺគេនាំគ្នាខំជួយសង្គ្រោះគាត់ភ្លាមតែម្ដងប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនៅពេលដែលគេបញ្ជូនគាត់ទៅកម្មវិធីពេទ្យហ្នឹងគាត់បានបាត់បង់ជីវិតបាត់ទៅហើយដោយសារតែគាត់មានរបួសរលាកធ្ងន់ធ្ងរខ្លាំងពេកដែលអាចជួយសង្គ្រោះគាត់បានហើយនៅពេលដែលមានហេតុការណ៍ហ្នឹងកើតឡើងគឺមហាជនមានការចោទជាសំដួលខ្លាំងមែនទែនហ្មងតាក់ទងជាមួយនឹងប្រព័ន្ធសុវត្ថិភាពនៅកន្លែងការងារតាមរោងចក្រផ្សេងៗនៅក្នុងប្រទេសឥណ្ឌាតែការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពនឹងកម្រិតណាបានជាបកឲ្យមានហេតុការណ៍អញ្ចឹងកើតឡើងអញ្ចឹងណាហ្នឹងហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណ